Mọi người nói năng phép tỏគ្នាពីរបៀបបង្កើត server Athena free ដើម្បីលេងជាមួយគ្នាវិធីនឹងផងណាតើគ្នាចង់ធ្វើលើទូរស័ព្ទក៏បានឬក៏ធ្វើលើកុំព្យូទ័រក៏បានដែរតើគ្នាចុចដូចគ្នាតែម្ដងយើងគ្រាន់តែសើចពាក្យថា Athena លើ Google ឬមួយក៏ Google Chrome អីហ្នឹងគឺដូចតែគ្នាទេចូលមកដល់កន្លែង website ហ្នឹងគឺយើងចុចអាមួយលើគេមកហើយវាអាចមានពីរតើគ្នានៅពេលដែលយើងចុចមកហ្នឹងវាអាចមកដល់កន្លែង sign up នេះហ្មងប៉ុន្តែបើសិនជាតើគ្នាចុចមកអត់ឃើញអញ្ចឹងទេឃើញមកបែបនេះវិញយើងគ្រាន់តែអស់ចុះមកក្រោមមកហើយយកពាក្យថានេះនៅខាងក្រោមនេះ get your now ហ្នឹងគឺមកដល់កន្លែង sign up នឹងដែរហើយបន្តមកទៀតគឺយើងចុចប៊ូតុង sign up នៅខាងលើហ្នឹងមកហើយវាមានន័យប្របាទេតើគ្នាចូលមកដល់កន្លែងនេះហ្នឹងគឺវាឲ្យយើងដាក់ username ឈ្មោះរបស់យើងណាតើគ្នាចង់ដាក់អីដាក់ទៅដូចខ្ញុំនេះខ្ញុំដាក់ថាបង្កើតលេងអញ្ចឹងណាហើយបើកអាចចំណុច2នៅខាងក្រោមហ្នឹងមកដើម្បីយើងបន្តទៅមុខទៀតនៅពេលដែលយើងចុច next បន្តមកទៀតហ្នឹងគេឲ្យយើងដាក់ជាមួយនឹង password ហ្នឹងតើគ្នាដាក់មិនដាក់ទៅឲ្យតែស្រួលចាំខ្លួនឯងប៉ុន្តែគួរតែមានអក្សរធំអក្សរតូចលេខជាមួយលេខហើយនឹងនិមិត្តសញ្ញាផងទៅបានវាឲ្យយើងអញ្ចឹងណាបំពេញឲ្យចុច sign up នៅខាងក្រោមហ្នឹងមកចាំវាបន្តិចវានឹងលោតមកដល់ទាំងមួយនេះគឺយើងត្រូវបង្កើត server តើគ្នាចុច create server ហ្នឹងមកហើយបើសិនជាមានពាណិជ្ជកម្មឯខ្វែងវាឆោទៅមកដល់កន្លែងនេះមួយទៀតហ្នឹងគឺគេឲ្យមើលជាមួយនឹងឈ្មោះ server យើងតើគ្នាគឺអាចកែបានបើសិនជាយើងអត់ពេញចិត្តឈ្មោះហ្នឹងចុចកន្លែងខ្មៅដៃមកគឺយើងកែបានតែខាងមុខឯណាតើគ្នាកន្លែង .athena.me ហ្នឹងគឺយើងកែអត់បានទេអញ្ចឹងយើងកែតែខាងមុខមកហ្នឹងដូចជា IP server របស់យើងអញ្ចឹងណាពេលទៅសេហើយហ្នឹងតើគ្នាកុំភ្លេចចុច save នៅកន្លែងនេះផងប្រយ័ត្នតែវាអត់ជាប់ហើយមកដល់អក្សរនៅខាងក្រោមនេះគឺជាអក្សរមួយដែលវាលោតនៅក្រោម server យើងណាតើគ្នានេះវាបែបនេះហើយហ្នឹងផងណាគឺវាចេញមកតាមដែលយើង design ដែរតើគ្នាតែធ្វើមិនហ្នឹងគឺវាចេញអញ្ចឹងមកហើយបើការដាក់ពណ៌វិញនេះនៅខាងក្រោមហ្នឹងមួយណាក៏បានដែរតើគ្នាស្រឡាញ់ពណ៌ណាចុចប៉ក់លើហ្នឹងមកហើយវាយអក្សរនៅពីមុខវាទៅវាចេញពណ៌ហ្នឹងហើយក្រៅពីពណ៌ហើយនឹងអក្សរធម្មតាហ្នឹងគេក៏មាន emoji នៅខាងក្រោមហ្នឹងដែរតើគ្នានេះអារូបអញញឹមហ្នឹងយើងចុចលើហ្នឹងមកគឺយើងឃើញ emoji ជាច្រើនតើគ្នាស្រឡាញ់មួយណាយកមួយហ្នឹងមកហើយខ្ញុំនឹងប្រាប់តើគ្នាពីរបៀបដាក់អាញ៉េអញ័រនឹងសងខាងនេះដើម្បីដាក់វាញីញ័រយើងត្រូវការអក្សរ K តើគ្នាគ្រាន់តែដាក់ K នៅពីមុខវាអញ្ចឹងទៅមិនថាអក្សរក៏ដូចជា emoji ដែលនៅជាប់អា K ហ្នឹងគឺវាលោតញ័រហើយតែបើសិនជាតើគ្នាដាក់ទៅវាញ័រដល់ក្រោយដែរអាហ្នឹងដោយសារតែតើគ្នាអត់កំណត់ពណ៌លើអក្សរនៅខាងក្រោយអញ្ចឹងយើងគ្រាន់តែដាក់ពណ៌លើអក្សរនៅខាងក្រោយហ្នឹងទៅគឺវាអត់ប៉ះពណ៌ទេដល់កន្លែងពាក្យមកខ្មុលមកហ្នឹងខ្ញុំបានកំណត់ពណ៌លឿងនៅខាងមុខវាអញ្ចឹងហើយគឺវាអត់ញ័ររាលដាលដល់ទេតែហ៊ានតែខ្ញុំអត់ដាក់ពណ៌លឿងហ្នឹងមើលដឹងឲ្យវារាលដាលទៅញ័រដល់មកខ្មុលមកហ្នឹងមើលអក្សរគ្មានឃើញទេកន្លែងពណ៌ហ្នឹងតើគ្នាចង់ដាក់ពណ៌អីពណ៌ទៅសំខាន់ឲ្យតែមានពណ៌កុំឲ្យតែវាអត់អញ្ចឹងអាកន្លែងដាក់អក្សរដាក់ពណ៌អីហ្នឹងគឺវាមានតែប៉ុណ្្នឹងសង្ឃឹមថាតើគ្នានឹងយល់ណានៅពេលដែលយើង design ឲ្យគិតថាប៉ុណ្្នឹងល្មមតើគ្នាចុច save មកបន្តមកទៀតគឺយើងអាចដាក់ logo យើងចូលបានទៀតតើគ្នានេះនៅកន្លែងរូប logo អត្តណោះហ្នឹងតើគ្នាគ្រាន់តែចុចលើហ្នឹងមកគឺវាឲ្យយើងទៅជ្រើសរើសរូបហើយអញ្ចឹងហើយយើងមាន logo វិញដាក់មកទាំងអស់មកខ្ញុំមាន logo ខ្ញុំមួយដែរអញ្ចឹងហើយខ្ញុំនឹងធ្វើការដាក់ចូលតែម្ដងនិយាយទៅ server នេះ free ប៉ុន្តែគឺយើងអាចធ្វើបានច្រើនខ្លាំងមែនតើតើគ្នាដូច server បង់លុយធំអញ្ចឹងហើយយើងចុច create មកបន្តមកទៀតតើគ្នាវានឹងលុបផ្ទាំងមកមួយហ្នឹងគឺយើងបាច់គិតអីច្រើនទេអស់ចុះមកក្រោមមកចុចពាក្យ skip មកណែតែប៉ុណ្្នឹងហ្នឹងគឺយើងទទួលបាន server មួយលេងហើយតើគ្នាតែយើងមិនតន់ចូលទៅលេងអីហ្មងទេតើគ្នាចូលមកភ្លាមហ្នឹងគឺយើងមកកន្លែងមើលនៅកន្លែង option នេះអូខេនៅពេលដែលយើងចូលមកភ្លាមហ្នឹងតើគ្នាអស់ចុះមកក្រោមមកយើងត្រូវបើក option ខ្លះយើងមកមើលនៅកន្លែង slot នេះគឺយើងកំណត់ចំនួនអ្នកដែលគាត់អាចចូលលេងបានតើគ្នាចង់ដាក់ប៉ុន្មានដាក់ទៅហើយខ្ញុំនឹងគ្រាន់តែបង្កើតធម្មតាអញ្ចឹងដាក់តែ20ហ្នឹងប៉ុណ្ណាហើយយើងត្រូវបើកកន្លែង crack នេះតើគ្នាដើម្បីឲ្យអ្នកដែលគាត់ប្រើ Pucha Launcher, T Launcher ក៏ដូចជាប្រើ Android Minecraft crack ឯហ្នឹងគឺគាត់អាចចូលលេងបានបន្តមកទៀតតើគ្នាកន្លែងមកមើលកន្លែង software នេះគឺយើងត្រូវដាក់វាដើម្បីយើងយក plugin មកប្រើតើគ្នាហើយវាមានច្រើនមាន Vanilla មាន Snapshot មាន Pepper អញ្ចឹងទៅតែខ្ញុំ recommend ឲ្យតើគ្នាយក Pepper មកពេលយើងចុច Pepper ហើយវានឹង load version ឲ្យយើងរើសឲ្យតើគ្នាលេងមួយណាយកមួយហ្នឹងទៅដោយសារតែខ្ញុំលេង 1.21.4 ខ្ញុំធ្វើការរើសយកតែម្ដងហើយនៅពេលដែលយើង load មកហ្នឹងតើគ្នាចុចពាក្យ install មករងចាំវាបន្តិចនៅពេលដែលវា install បានហើយហ្នឹងគឺវានឹងមានអីប្លែកនៅខាងក្រោមវាលោតមានពាក្យ plugin នៅខាងក្រោមនេះតើគ្នាឃើញអត់សម្រាប់ plugin ហ្នឹងផងដែរខ្ញុំចាំលម្អិតនៅវីដេអូក្រោយតើគ្នាហើយបើចង់បានវីដេអូថ្មីៗពីការបង្កើត server ហ្នឹងកុំភ្លេច subscribe ខ្ញុំម្នាក់មួយផងអានេះខ្ញុំគ្រាន់តែចុចឲ្យតើគ្នាមើលឃើញ plugin ថាវាមានអីខ្លះអញ្ចឹងណាហើយមិនមែនតែប៉ុណ្្នឹងឯងគឺវាមានច្រើនទៀតតែយើងអត់ទាន់បានពាក់ព័ន្ធជាមួយនឹង plugin ទេតើគ្នាគ្រាន់តែបានឃើញពាក្យ plugin ប៉ុណ្្នឹងទៅបានហើយserver ហ្នឹងគឺយើងអាចបើកលេងបានហើយតែអាហ្នឹងលេងបានតែជាមួយ Java ហើយនឹង Java ណាតើគ្នាបើសិនចង់លេងមួយទូរស័ព្ទហ្នឹងគឺចាំមើលវីដេអូក្រោយទៀតទៅដល់របៀបដាក់ server តើគ្នាគ្រាន់តែ copy address នេះមកហើយយើងចូលមកដល់ក្នុង game ហើយចូលមកដល់ក្នុង game ហ្នឹងចុចពាក្យថា multiplayer និយាយទៅអ្នកដែលគាត់លេង server នេះគឺគាត់ដឹងហើយថាដាក់ម៉េចបន្ទាប់មកគឺយើងចុចពាក្យថា add server នៅខាងគៀនហ្នឹងមក
នៅខាងលើនឹងតើអ្នកចង់ដាក់ឈ្មោះអីឈ្មោះទៅវាអត់សំខាន់វាអត់ប្រកាន់ន័យទេសំខាន់តែយើងដាក់មិនឲ្យតែចំណាំខ្លួនឯងអញ្ចឹងណាតើគ្នាតែបើថាលេង server គេអីដាក់ឈ្មោះគេហ្មងទៅហើយ address យើងផាសចូលមកចុច done តែប៉ុណ្្នឹងគឺរួចជាការស្រេចតែម្ដងតែតើគ្នាកុំភ្លេចបើក server ផងណាពេលលេងតិចអត់បើកឲ្យចូលអត់កើតតិចថាអូចំខូចមែនវាអត់ខូចទេតើតែបើកមិនយើងអាចចូលបានហើយវីដេអូថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងណាតើគ្នាកុំភ្លេច like subscribe ម្នាក់មួយផងណា